ពិភពលោកកំពុងវឹកវរនឹងសង្គ្រាមពាណិជ្ជកម្មនិងគ្រោះធម្មជាតិស្របពេលគ្រោះទុរភិក្សនៅហ្គាហ្សាពីសង្គ្រាមកំពុងគំរាមកំហែងជីវិតប្រជាជនជាង2លាននាក់ទាបជាង0ទៅទៀតមីជាតិស្នាដៃខ្មែររសជាតិខ្មែរវិតាឆ្លងបញ្ចាំងពីឧត្តមភាព ខណៈពិភពលោកកំពុងវឹកវរជាមួយនឹងសង្គ្រាមពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនិងគ្រោះរញ្ជួយដីនៅតំបន់អាស៊ីអាគ្នេយ៍គេក៏សង្កេតឃើញពីទុក្ខវេទនានៅតំបន់មជ្ឈិមបូព៌ាដែរម្សិលមិញនេះមានអង្គការសប្បុរសធម៌មួយបានចែកចាយអាហារដល់ប្រជាជនប៉ាឡេស្ទីនដែលស្ថិតក្នុងសង្គ្រាមស្រាប់នៅភាគខាងជើងហ្គាហ្សាដែលត្រូវបានបំផ្លិចបំផ្លាញយ៉ាងអាក្រក់ក្នុងរយៈពេល17ខែមកនេះចំពេលដែលអង្គការមនុស្សធម៌នានាបង្ហាញក្តីព្រួយបារម្ភអំពីគ្រោះទុរភិក្សដែលអាចកើតមាននៅក្នុងតំបន់នេះកាន់តែធ្ងន់ធ្ងរទៅប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាបានជួបការលំបាកក្នុងការចិញ្ចឹមគ្រួសាររបស់ពួកគេខណៈដែលការហាម5របស់អ៊ីស្រាអែលលើការផ្តល់ជំនួយចូលទៅក្នុងហ្គាហ្សានៅតែបន្តដដែលមនុស្សរាប់រយនាក់បានងាកទៅរកអង្គការសប្បុរសធម៌មួយចំនួនដើម្បីទទួលបានអាហារសម្រាប់កូនៗរបស់ពួកគេនាង Yasmin Battah ជាម្ដាយដែលមានកូនក្នុងបន្ទុកដល់ទៅ5នាក់បាននិយាយថាខ្ញុំមកទីនេះដើម្បីទទួលអាហារថ្ងៃត្រង់ពីអង្គការសប្បុរសធម៌ប៉ុន្តែដោយសារស្ថានភាពនៅហ្គាហ្សាជាទូទៅគឺជួបគ្រោះមហន្តរាយនិងទុក្ខលំបាកខ្លាំងណាស់ហើយស្ថានភាពរបស់ខ្ញុំពេលនេះគឺទាបជាង0ទៅទៀតនាងបានបន្ថែមថាខ្ញុំមិនមានលុយសម្រាប់ទិញអ្វីតាមតម្រូវការរបស់ខ្ញុំបានទេហើយរបស់ដែលមានលក់នៅទីនេះគឺថ្លៃខ្លាំងណាស់ពួកយើងគ្មានសមត្ថភាពនិងមិនអាចធ្វើអ្វីបានក្រៅតែពីការរងចាំអង្គការមនុស្សធម៌មកចែកចាយអាហារប៉ុណ្ណោះសង្គ្រាមបានធ្វើឲ្យប្រជាជននៅតំបន់ហ្គាហ្សាជាង2លាននាក់ត្រូវរងចាំនិងពឹងផ្អែកទាំងស្រុងលើជំនួយអន្តរជាតិក្រុមផ្ដល់ជំនួយបានសម្ដែងក្តីព្រួយបារម្ភថាសកម្មភាពមនុស្សធម៌បានកើនឡើងដោយពួកគេទទួលបានអំឡុងពេលបាត់ឈប់បាញ់រយៈពេល6សប្តាហ៍នេះគឺដើម្បីបញ្ជៀសគ្រោះទុរភិក្សនៅក្នុងផ្នែកខ្លះនិងដើម្បីកាត់បន្ថយបានតិចតួចដែរខណៈដែលអ៊ីស្រាអែលនៅតែបន្តរារាំងនៅដំណើរការផ្ដល់ជំនួយនានាទៅកាន់តំបន់ហ្គាហ្សានេះវិតាឆ្លងបញ្ចាំងពីឧត្តមភាព Mỗiខ្ញុំឥឡូវសួរហៅតែមីជាតិឆាសុតមន់ទេយាយម៉ានមីជាតិឆាសុតមន់ឆាក៏ឆ្ងាញ់ឆុងក៏ឆ្ងាញ់